បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺបានមកជួបគ្នាម្ដងទៀតដែលខ្ញុំមកតាមការណាត់និងវិលតាមការសន្យាកាលពីវីដេអូភាគ1ភាគ2ដែលខ្ញុំផុសពីប្រហែលថ្ងៃមុនពាក់ព័ន្ធទៅនឹងការបាញ់ថ្នាំធ្វើម៉េចឲ្យចន្ទីទទួលបានទិន្នផលច្រើននិងចំណាយអស់ថវិកាតិចគឺយើងត្រូវស្គាល់នៅលើចំណុចមួយចំនួនមុននឹងយើងបាញ់ថ្នាំទី1គឺយើងត្រូវស្គាល់អំពីពូជដំណាំចន្ទីជាមុនសិនទី2យើងត្រូវស្គាល់អំពីទីតាំងភូមិសាស្ត្រនិងសណ្ឋានដីនៅតំបន់នោះហើយទី3ត្រូវចេះស្គាល់អំពីចរិតលក្ខណៈរបស់ដំណាំចន្ទីតើវាវិវត្តដល់ចំណុចណាទី4គឺបច្ចេកទេសនៃការលាយថ្នាំរួមជាមួយនឹងសិល្បៈនៃការបាញ់ហើយប្រធានបទថ្ងៃនេះគូខ្ញុំនិយាយអំពីប្រធានបទហេតុអ្វីបានជាខ្ញុំមិនលក់ថ្នាំឲ្យពុកម៉ែបងប្អូនមុននឹងខ្ញុំបានឃើញនៅដំណាំចន្ទីរបស់ពុកម៉ែបងប្អូនទោះជាពុកម៉ែបងប្អូនទាំងអស់ឲ្យជីខ្ញុំតម្លៃថ្លៃក៏ដោយនៅក្នុងម្ដបគុកខ្ញុំមិនលក់ជូនដែរដូចនេះខ្ញុំសូមបកស្រាយទៅតាមលំដាប់លំដោយនៅក្នុងវីដេអូមួយនេះអញ្ចឹងគឺខ្ញុំសូមបកស្រាយនៅចំណុចទី1នៅលើស្គាល់ពូជចន្ទីនៅលើពិភពលោកយើងនេះគឺមានច្រើនពូជមែនតែនបើខ្ញុំរាប់ត្រួសដោយសង្ខេបប្រទេសកម្ពុជាមានពូជ M23 ដែលជាពូជពេញនិយមពូជ M10 ពូជ H09 ពូជខ្មែរបុរាណនិងពូជដងណាយរៀបរាប់ទាំងប្រមាណខាងលើនេះគ្រាន់តែជាពូជខ្ញុំសរុបត្រួសតែប៉ុណ្្នឹងទេនៅមានពូជជាច្រើនទៀតហើយម្យ៉ាងទៀតគ្រប់ពូជទាំងអស់ហ្នឹងគឺតែងតែត្រូវការសារធាតុចិញ្ចឹមនិងតម្រូវត្រូវការនៃកម្រិតរបស់វាគឺមានលក្ខណៈខុសប្លែកពីគ្នាមិនដូចគ្នាទេដូចជាពូជ M23 គឺវាត្រូវការសារធាតុចិញ្ចឹមច្រើនជាងគេគេហៅថាពូជ CG ច្រើនជាងគេបងប្អូនវាអត់ដូចពូជដទៃទៀតទេពូជដទៃទៀតគឺវាមានតម្រូវការ CG ហ្នឹងវាតិចក៏វាអាចគ្រប់គ្រាន់ដែរហើយម្យ៉ាងទៀតបើសិនជាបងប្អូនយកថ្នាំឬជីបំពន់ដែលបាញ់នៅលើចន្ទីពូជផ្សេងហើយបងប្អូនយកមកបាញ់ចន្ទីនៅពូជមួយនេះគឺវាមិនអាចទទួលបានទិន្នផល 100% ទេគឺវាអាចទទួលបានត្រឹមតែ 30-40% ប៉ុណ្ណោះវាមិនបានពេញគ្រប់ជ្រុងជ្រោយរបស់វាព្រោះកម្រិតនៃការផ្ដល់នៃសារធាតុចិញ្ចឹមឲ្យវានោះគឺវាមិនគ្រប់គ្រាន់ទៅតាមអ្វីដែលពូជនោះវាត្រូវការហើយម្យ៉ាងទៀតដូចជាថ្នាំស្រូវហើយនិងថ្នាំបាញ់ដំឡូងភាគច្រើនគឺខ្ញុំឃើញបងប្អូនខ្លះគាត់យកទៅបាញ់ដំឡូងទៅសល់យកទៅបាញ់ស្រូវទៅសល់ហើយគាត់ស្ដាយថ្នាំគាត់យកមកបាញ់នៅលើចន្ទីគាត់ថាឲ្យតែថ្នាំគឺបាញ់បានទាំងអស់គឺការដែលគាត់គិតអញ្ចឹងគឺវាមិនខុសទេបងប្អូនគឺវាត្រូវដែរគឺត្រូវបានមួយចំនួនតូចវាមិនអាចត្រូវបានគ្រប់ជ្រុងជ្រោយទាំងអស់ទេព្រោះសារធាតុថ្នាំគឺគេផលិតមកប្រភេទស្រូវគឺស្រូវប្រភេទដំឡូងគឺដំឡូងប្រភេទចន្ទីគឺចន្ទីព្រោះអីលក្ខណៈនៃស្រទាប់ស្លឹកវានីមួយៗគឺវាមានលក្ខណៈខុសៗគ្នាហើយការទទួលជីក៏វាខុសៗគ្នាដែរហើយកម្លាំងនៃការប្រើប្រាស់របស់វានោះក៏វាខុសៗគ្នាដែរហើយនៅចំណុចមួយទៀតបងប្អូនតែងចំណាំថានៅក្នុងឆ្នាំហ្នឹងគាត់ធ្វើដំណាំចន្ទីគាត់បាញ់ថ្នាំបំពន់មួយប្រភេទដែលបាញ់ទៅទទួលបានទិន្នផលច្រើនហើយគាត់ទុកសម្បកនិងចំណាំឆ្នាំក្រោយងាយស្រួលទៅទិញយកមកប្រើទៀតអ្វីដែលគាត់គិតនៅចំណុចនេះគឺវាមិនត្រូវទាំងអស់ទេបងប្អូនពីព្រោះអីដំណាំចន្ទីកាលណាយើងប្រើថ្នាំនឹងហើយនៅទទួលបានទិន្នផលច្រើនតែយើងប្រើនៅឆ្នាំក្រោយគឺมันប្រកាសទទួលបានទិន្នផលច្រើនដូចនៅក្នុងឆ្នាំនេះទេគឺដោយសារអីបងប្អូនដឹងអត់គឺដោយសារទី1ដំណាំចន្ទីវាមិនអាចហូបនៅអាហារដដែលទៀតទេគឺធ្វើឲ្យវាធុញទ្រាន់អញ្ចឹងវាលែងទទួលយកអាហារនឹងដដែលទៀតហើយម្យ៉ាងទៀតគឺវាខុសគ្នាចន្ទីយើងនៅក្នុងឆ្នាំនេះគឺវាមានទំហំតូចឧទាហរណ៍យើងថាអាយុ5ឆ្នាំទៅដល់ឆ្នាំក្រោយវាអាយុ6ឆ្នាំអញ្ចឹងគឺវាមានការផ្លាស់ប្ដូរទំហំរបស់វាអស់គេហៅថាការផ្លាស់ប្ដូរទំហំនៃ stomach របស់វាហើយនិង gen របស់វាហើយអញ្ចឹងបើនិយាយពី gen ហ្នឹងវាផ្លាស់ប្ដូររបៀបម៉េចអញ្ចឹងវាមានរឿងវែងឆ្ងាយទៅទៀតបើសិនជាយើងប្រៀបធៀបឲ្យឆាប់យល់
គឺវាប្រៀបដូចទៅនឹងមនុស្សយើងអញ្ចឹងនៅក្នុងឆ្នាំនេះយើងកើតមកយើងជាកូនងាអញ្ចឹងយើងត្រូវការបើទៅដោះគោបើទៅដោះម្ដាយដើម្បីចិញ្ចឹមសរីរាង្គហើយយើងបើតែបន្តិចតិចគឺយើងអាចធំធាត់បានតែដល់ពេលដែលយើងថ្ងៃខាងមុខយើងធំពេញកន្លោះអញ្ចឹងយើងមិនអាចមកបើទៅដោះគោឬមួយបើទៅដោះម្ដាយទៀតទេគឺយើងមានញ៉ាំបាយនិងញ៉ាំអាហារបំពន់ផ្សេងៗឲ្យបានច្រើនដើម្បីមានកម្លាំងសម្រាប់យើងធ្វើការធ្ងន់ធ្ងរជាងកូនក្មេងទៅទៀតអញ្ចឹងនេះគឺជាន័យមួយដែលខ្ញុំប្រៀបធៀបឲ្យបងប្អូនឆាប់យល់ហើយន័យមួយទៀតគឺនិយាយអំពីការពាក់ព័ន្ធថាហេតុអីចន្ទទីដូចគ្នាសោះគ្រាន់តែខុសពូជគ្នាការញ៉ាំអាហារការទទួលសារធាតុចិញ្ចឹមវាខុសៗគ្នាអញ្ចឹងយើងសាកសម័យមើលដូចជាគ្រួសារពូសុកមួយបើយើងឧទាហរណ៍គ្រួសារពូសុកគាត់មានគ្នា10នាក់នៅក្នុងបន្ទុកដែលជាកូនរបស់ពួកគាត់ហើយមានម្នាក់គាត់ចូលចិត្តញ៉ាំសឡកកូហើយកូនផ្សេងៗទៀតគាត់ចូលចិត្តញ៉ាំ pizza ញ៉ាំ burger ញ៉ាំបាយឬមួយញ៉ាំសឡការីញ៉ាំប្រហុកតែទៅដល់ពេលពូសុកគាត់ធ្វើម្ហូបសឡកកូឲ្យកូនញ៉ាំអញ្ចឹងមានតែកូនមួយទេដែលញ៉ាំដោយសារកូននោះវាចូលចិត្តញ៉ាំហើយកូនផ្សេងៗទៀតមិនចូលចិត្តញ៉ាំសឡកកូអញ្ចឹងធ្វើឲ្យកូនផ្សេងនោះគឺញ៉ាំបាយបានតិចញ៉ាំសឡបានតិចអញ្ចឹងធ្វើឲ្យសុខភាពរបស់ពួកគាត់ខ្សោយស្គមស្គាំងទៅឬខ្សោយទៅវាអត់មានកម្លាំងគ្រប់គ្រាន់តែសម្រាប់កូនដែលចូលចិត្តញ៉ាំសឡកកូបើសិនជាស្លឲ្យគាត់ញ៉ាំតែមួយថ្ងៃពីរថ្ងៃគឺអត់បញ្ហាទេតែបើសិនជាឲ្យគាត់ញ៉ាំច្រើនថ្ងៃជាប់គ្នា4-10ថ្ងៃឬកន្លះខែឡើងទៅមុខទៀតគឺគាត់ញ៉ាំឡើងកើតហើយអញ្ចឹងគួរគាត់ធុញទ្រាន់នឹងអាហារនឹងដដែលហើយធ្វើឲ្យគាត់នឹងសុខភាពគាត់ខ្សោយដែរដោយសារការធុញទ្រាន់នឹងអាហារគឺគាត់ញ៉ាំបានតិចគាត់មិនមានកម្លាំងសម្រាប់ទៅធ្វើការងារធ្ងន់ហើយការងារដែលជាបន្ទុកធំដុំដូចជាចន្ទទីយ៉ាងដែរបើយើងផ្ដល់អាហារចិញ្ចឹមឲ្យគាត់នឹងដដែលពេកហើយវាមិនត្រូវនៅចំណង់ប្រភេទចន្ទទីដែលគាត់ចង់បានប្រភេទអាហារអញ្ចឹងធ្វើឲ្យចន្ទទីនោះគាត់មិនអាចមានកម្លាំងច្រើនសម្រាប់ទៅទប់ទល់ជាមួយនឹងអាកាសធាតុជាមួយនឹងសត្វល្អិតជាមួយនឹងជំងឺហើយនឹងទៅជួយនឹងការទ្រទ្រង់ត្រួយស្លឹកហើយនឹងផ្កាហើយនឹងផ្លែហើយនឹងក្តឹបឲ្យបានល្អទាំងអស់ហ្នឹងគឺវាពាក់ព័ន្ធទៅនឹងការផ្ដល់អាហារសារធាតុចិញ្ចឹមឲ្យវាឲ្យចំគោលដៅបើសិនជាយើងដាក់ខុសគោលដៅគឺវាស្មើនឹងភាពបរាជ័យមួយអញ្ចឹងទាំងអស់នេះវាជាចំណុចមួយសំខាន់បំផុតសម្រាប់ឲ្យបងប្អូនស្វែងយល់ពីទាំងអស់នេះ